សមរភូមិជួមមុខពួកសត្រូវបានវាយកំទេចផែនការពាររបស់ទូព្រះបង្គំអស់ហើយអ្នកភូមិរស់នៅក្នុងតំបន់នោះទាំងក្មេងទាំងចាស់សត្រូវគ្មានទុកជីវិតឲ្យសុខប៉ុន្តែទូព្រះបង្គំមានវិធីមួយអាចស្រោចស្រង់ស្ថានភាពសង្គ្រាមនេះបានគឺការកែងតបខ្មោចដោយតម្រូវឲ្យមានពិធីបូជាជីវិតរបស់ទូព្រះបង្គំថ្ងៃ15កើតយប់ពេញបរមីបើព្រះអង្គទ្រង់ព្រះសម្ដេចលឺស្នូររន្ទះ3ដងសូមព្រះអង្គលើកតបយើងដែលនៅសល់ទាំងប៉ុណ្ណឹងសំណុកចូលវាបំបីសត្រូវដោយការតាំងចិត្តអង់អាចនិងមុខមុតពុំខានការតាំងចិត្តឲ្យមុខមុតនឹងធ្វើឲ្យតបខ្មោចយើងខ្លាំងក្លាដូចគ្នាសំទានជ្រីពីទូព្រះបង្គំអុកយ៉ាងខ្លាំង